Okay, hello everyone, welcome back to our class. Today we're learning about Unit 6, Lesson 3. What is your mother? What is your mother? For the first time, I speak up in English and then I translate into Khmer language. Okay? ដំបូងខ្ញុំបង្រៀននិយាយជាភាសាអង់គ្លេសក្រោយមកខ្ញុំនឹងបកប្រែជាភាសាខ្មែរមេរៀនទី3 What is your mother តើម្ដាយរបស់អ្នកធ្វើការអ្វីចា What is your mother ម្ដាយរបស់អ្នកធ្វើការអ្វីយើងមើល Listen section A listen and say ស្ដាប់ហើយនិយាយ So we have a conversation about Bona and Rina យើងមានបទសន្ទនាមួយអំពី Bona និង Rina Okay ទាំងអស់គ្នាជាបឋមមុនពេលដែលយើងសិក្សាទៅលើមេរៀនណាមួយយើងត្រូវស្វែងយល់អំពីពាក្យកន្លឹះរបស់វាជាមុនសិនចាឥឡូវយើងមើលយើងយកពាក្យកន្លឹះសំខាន់ៗនៅក្នុងនេះយើងយកពាក្យ mother មួយចា mother ណាពាក្យជានាមចាប្រែថាម្ដាយចា mother ម្ដាយហើយយើងយកពាក្យថា picture ចា picture រូបភាពចានឹងយើងយកពាក្យថា seller ចា seller ភាសាខ្មែរយើងថាអ្នកលក់ចាចឹងអូនអានពាក្យកន្លឹះជាមួយ teacher ណានៅក្នុង section A នេះយើងយកពាក្យកន្លឹះចំនួន3ធំៗគឺពាក្យថា mother ម្ដាយ picture រូបភាព seller អ្នកលក់ Let's go Hi Rina look at this picture Hi Rina look at this picture សួស្ដី Rina មើលមករូបភាពនេះ Hi Bona is she your mother Hi Bona is she your mother សួស្ដី Bonaតើនាងគឺជាម្ដាយរបស់អ្នកឬ Yes she is ចាស់មែនហើយ What is your mother What is your mother តើម្ដាយរបស់អ្នកធ្វើការអ្វី My mother is a seller My mother is a seller ម្ដាយរបស់ខ្ញុំគឺជាអ្នកលក់ម្នាក់ Look at this picture right she is a seller Hi Rina look at this picture Hi Bona is she your mother Yes she is What is your mother My mother is a seller Section B pair work You know pair work ធ្វើការជាគូ Practice with your partner Practice with your partner ចូលអនុវត្តជាមួយនឹងដៃគូរបស់អ្នកឥឡូវប៉ុនមើលតាមរូបភាពយើងមើល Practice with your partner ចូលអនុវត្តជាមួយដៃគូរបស់អ្នក What is your អីគេ What is your mother គឺម្ដាយរបស់យើងធ្វើការអីហ្នឹងយើងអនុវត្តសួរណា What is your mother តើម្ដាយរបស់អ្នកធ្វើការអ្វីឧទាហរណ៍ថាមិត្តភក្តិយើងគេសួរយើងអញ្ចឹងតើម្ដាយរបស់យើងធ្វើការអីអញ្ចឹងកូនឆ្លើយទៅម្ដាយកូនធ្វើការអីចាបើតាមរូបភាពនេះ seller ប៉ុន្តែបើតាមភាពជាក់ស្ដែងម្ដាយរបស់ខ្ញុំធ្វើការជាគ្រូបង្រៀនចាចឹងនេះខ្ញុំដាក់ទស្សនវិជ្ជាជាក់ស្ដែងណា What is your mother តើម្ដាយរបស់អ្នកធ្វើការងារអ្វីអញ្ចឹង My mother is a teacher ម្ដាយរបស់ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ Let's go to section C បើសិនជាម្ដាយរបស់បងអូនធ្វើការជា doctor បងអូនដាក់ doctor ទៅបើគាត់ជា farmer ដាក់ farmer ណា Listen C section C listen and say ចំណុច C ស្ដាប់ហើយនិយាយ We have one more conversation about Rina and Bona យើងមានបទសន្ទនាមួយទៀតគឺអំពី Rina និង Bona ចាអញ្ចឹងនៅក្នុងបទសន្ទនានេះมันមានពាក្យពិបាកច្រើននោះទេចាដូច picture រូបភាព mother ម្ដាយ teacher គ្រូបង្រៀនស្ទើរតែពាក្យដែលយើងរៀនហើយណាចាប៉ុន្តែ teacher នឹងដាក់ពាក្យបន្តទៀតឲ្យយើងមើលពាក្យ picture រូបភាពមានហើយចា mother ម្ដាយក៏មានហើយដែរចា
គឺពាក្យមួយទៀតគឺ teacher ចា teacher ចាគ្រូបង្រៀនចាគ្រូបង្រៀនអញ្ចឹងយើងយក3ពាក្យហ្នឹងណាតោះអញ្ចឹង in this conversation okay so in this conversation we have 3 vocabulary mother ម្ដាយ picture រូបភាព teacher គ្រូបង្រៀនមួយ picture មួយ teacher ខុសគ្នាបង Hi Bona look at this picture Hi Rina is she your mother Yes she is What is your mother She is a teacher Yeah look at the picture She is a teacher Again Hi Bona look at this picture សួស្ដី Bona ចូលមើលមកកាន់រូបភាពនេះ Hi Rina is she your mother សួស្ដី Rina តើនាងគឺជាម្ដាយរបស់អ្នកឬ Yes she is ចាស់មែនហើយ What is your mother តើម្ដាយរបស់អ្នកធ្វើការអ្វី She is a teacher នាងគឺជាគ្រូបង្រៀនម្នាក់ Section D yes pair word ធ្វើការជាគូ Practice with your partner អនុវត្តជាមួយដៃគូរបស់អ្នក What is your គឺមាន3 1 2 3ទី1គឺកសិករទី2គឺអ្នកលក់ទី3គឺគ្រូបង្រៀនចាអញ្ចឹងក្នុងនេះគេឲ្យបងអូនជ្រើសរើសតាមម្ដាយរបស់បងអូនធ្វើការអីអនុវត្ត What is your mother What is your mother តាមម្ដាយរបស់អ្នកធ្វើការអ្វីអញ្ចឹងគេដាក់ she បើដាក់ she អញ្ចឹងយើងប្រកាសជាយករូបភាពទី2ហើយព្រោះទៅទៅនឹងមនុស្សស្រីរូបភាពទី1មនុស្សប្រុសកសិកររូបភាពទី3ជាគ្រូបង្រៀនតែមនុស្សប្រុសតទៅពេលចម្លើយគេដាក់ she អញ្ចឹងសំដៅទៅលើភេទស្រីអញ្ចឹងយើងយករូបភាពទី2ណាចា She is a seller What is your mother ទឹកម៉ែងជួយទៅប្រាប់គាត់ខាងក្រៅទេបង What is your mother តាមម្ដាយរបស់អ្នកធ្វើការអ្វី She is a seller នាងគឺជាអ្នកលក់ម្នាក់ Let's go to section A តោះយើងចូលទៅកាន់ section A Listen and say ស្ដាប់ហើយនិយាយចាគេឲ្យយើងស្ដាប់ក្រោយមកយើងនិយាយយើងមានបទសន្ទនាទី3គឺអំពីតារានិងរីណាចាគាត់មានរូបភាពចំនួន4ចារូបភាពទី1គឺយើងចង់និយាយអំពីអ្នកលក់រូបភាពទី2គ្រូបង្រៀនរូបភាពទី3កសិកររូបភាពទី4ជាវិជ្ជបណ្ឌិតអញ្ចឹងយើងចង់ដឹងអំពីអត្ថន័យនៃមេរៀននេះមែនទេចាចង់ដឹងអត្ថន័យមេរៀននេះយើងចាប់ផ្ដើមសិក្សាទាំងអស់គ្នាចូលក្រឡេកមើលទៅកាន់រូបភាពនិងបទសន្ទនាតើមានពាក្យកន្លឹះអីខ្លះដែលយើងគួរកត់សម្គាល់នៅពាក្យ look at បែរថាមើលទៅចាយើងមានពាក្យ picture ចាដែលទេអូនតែចែកទៅសរសេរឲ្យបងអូនមើលទៅបែរថារូបភាពហើយយើងមានពាក្យ parent ចាបែរថាឪពុកម្ដាយចាចែកជាងហើយយើងមានពាក្យថាដាក់នេះបដ ாய் ទៅដាក់នេះបដ ாய் ណា parent ឪពុកម្ដាយយើងមានពាក្យថា father ចាឪពុកហើយយើងមានពាក្យថា doctor វិជ្ជបណ្ឌិតចាយើងមានពាក្យថាមានពាក្យថាអីគេទៀតអូនយក what មួយ what អ្វី hello ចា Okay section E listen and say ស្ដាប់ហើយនិយាយ vocabulary look at មើលទៅមើលឯ picture រូបភាព parents ឪពុកម្ដាយ father ឪពុក doctor វិជ្ជបណ្ឌិត what អ្វី look at មើលទៅមើលឯ picture រូបភាព
parents ឪពុកម្ដាយ father ឪពុក doctor វិជ្ជបណ្ឌិត what អ្វី let's go to the conversation Dara look at these pictures are your parents teachers no my mother is a teacher and my father is a doctor what are your parents my mother is a teacher and my father is a farmer look at this picture ចូលក្រឡេកមើលទៅកាន់រូបភាពទាំងនេះ are your parents teachers តើឪពុកម្ដាយរបស់អ្នកជាគ្រូបង្រៀនឬ no my mother is a teacher and my father is a doctor ទេម្ដាយរបស់ខ្ញុំជាគ្រូបង្រៀនម្នាក់ហើយឪពុករបស់ខ្ញុំគឺជាវេជ្ជបណ្ឌិតម្នាក់ what are your parents ចុះឪពុកម្ដាយរបស់អ្នកវិញ my mother is a teacher and my father is a farmer my mother is a teacher and my father is a farmer ម្ដាយរបស់ខ្ញុំជាគ្រូបង្រៀនម្នាក់ហើយឪពុករបស់ខ្ញុំជាកសិករម្នាក់ចឹងចូលបងក្រឡេកមើល section F pair work ធ្វើការជាគូ practice with your partner អនុវត្តជាមួយដៃគូរបស់អ្នក we have 4 pictures យើងមាន4រូបភាពអូខេ2ខាងកុមារានិង2ទៀតខាងកុមារីយើងមើលគេដាក់ my mother is a អីគេអូន is a ពីទី1គឺអី is a ទៅអីគេអូនមើលអ្នកលក់ភាសាអង់គ្លេសថាម៉េច a seller my mother is a seller my mother is a seller and my father is a កសិករភាសាអង់គ្លេសថាម៉េចអូនកសិករភាសាអង់គ្លេសថា farmer ចា farmer កសិករនេះយើងប្រើអក្សរ S តូចហើយនេះប្រើអក្សរ F តូចដែរខាងស្រីម្ដងខាងស្រីគេថាម្ដាយរបស់គេជាគ្រូបង្រៀនអញ្ចឹងគេដាក់ my mother is a teacher អញ្ចឹងយើងពេញពាក្យ teacher ចាអក្សរ T តូចដែរហើយគេដាក់ឪពុករបស់គេជាវិជ្ជបណ្ឌិតអញ្ចឹងយើងត្រូវដាក់ doctor ចា doctor នេះយើងត្រូវប្រើអក្សរ D តូចដូចគ្នា a doctor again my mother is a seller and my father is a farmer ម្ដាយរបស់ខ្ញុំជាអ្នកលក់ម្នាក់ហើយឪពុករបស់ខ្ញុំជាកសិករ my mother is a teacher and my father is a doctor ម្ដាយរបស់ខ្ញុំជាគ្រូបង្រៀនហើយឪពុករបស់ខ្ញុំជាវេជ្ជបណ្ឌិតម្នាក់ Okay let's look at section G តើយើងមើលកលិចមើល section G ម្ដងគេថា read the words aloud ចា read the words aloud ចូលអានពាក្យឲ្យលឺ so we have 4 words about this section you look at this doctor policeman farmer and housewife so the word doctor mean វិជ្ជបណ្ឌិត policeman mean police farmer means កសិករ housewife mean ស្ត្រីមេផ្ទះ doctor policeman farmer and housewife so let's go I'm going to add this new vocabulary ចឹងយើងមានពាក្យថ្មីចំនួន4ចាមានពាក្យ doctor តែតិចដាក់រៀនមិនដាក់ទេយើងយកពាក្យ policeman តែម្ដង police ចាយើងយកពាក្យ housewife មេផ្ទះចា doctor វិជ្ជបណ្ឌិត policeman police farmer កសិករ housewife ស្ត្រីមេផ្ទះ section H match the words above with the pictures match the words above with the picture ចូលគូកងពាក្យខាងលើជាមួយនឹងរូបភាពនេះយើងយកពាក្យខាងលើចំនួន4នេះមកគូកងជាមួយរូបភាពខាង4ខាងក្រោមឥឡូវបងមើលរូបភាពទី1គឺជារូបភាពអីគេអូនពាក្យមុខពាក្យអីហ្នឹងបងតាម៉ាបងអីហ្នឹងគឺជាកសិករអញ្ចឹងយើងបំពេញពាក្យថា farmer
farmer ណាយើងពេញពាក្យថា farmer ចា farmer គឺកសិករចាពាក្យទី2ចាគឺជា doctor ចាពាក្យទី3ចាអត់មានប្រាប់គ្នាណាអូនធ្វើខ្លួនឯងពាក្យទី3គឺជាអីគេអូនចាគឺជាស្ត្រីមេផ្ទះអញ្ចឹងភាសាអង់គ្លេសថា housewife ចាស្ត្រីមេផ្ទះពាក្យចុងក្រោយគេគឺ policeman អូនបើសេះហើយយកដាក់បន្ទុកមកឲ្យទៅនីកាប្រមូលកូន policeman ចា policeman okay repeat after me farmer កសិករ doctor វេជ្ជបណ្ឌិត housewife ស្ត្រីមេផ្ទះ policeman ប៉ូលីស remember ចូលកំណត់ចំណាំ in this lesson we need to remember 6 words like parents doctor mother father policeman and housewife ដោយពាក្យ parents ប្រែថាឪពុកម្ដាយ doctor វេជ្ជបណ្ឌិត mother ម្ដាយ father ឪពុក policeman ប៉ូលីស housewife ស្ត្រីមេផ្ទះហើយនឹងសំណួរចំនួន2 what is your និង what are your ចាខាងក្រោយនេះយើងដាក់ father ឬក៏ mother ណា what is your mother what is your father ពេលយើងឆ្លើយ my father is my mother is ចឹងទៅសម្រាប់សំណួរខាងក្រោមនេះគឺ what are your parents ណា my mother is a doctor and my father is a farmer អីចឹងទៅណាអូនណាចាអូខេនៅក្នុងមេរៀននេះគឺមានតែប៉ុណ្្នឹងទេសម្រាប់មេរៀនទី2អូខេ unit 6 lesson 2 so we going to lesson 3 sorry what is your mother we're going to continue our lesson about lesson 4 in the next video and I hope that you guys enjoy this video I hope that this video is useful for you okay and if you have any question just comment below my video and if you want me to make another video about teaching in English don't forget to comment below this video either ចាជួបគ្នានៅវីដេអូក្រោយ goodbye